bộ từ ọc nè bạn đột dưỡng can tại kia mình tên hỏi hay ngày đấy nhung xôm lơ lùm hạt muối để bạn quan chỉ muốn mê riêng tại cái tay tay vô mà lon bạn đột chỉ riêng rồi nè lùm hạt đó cứ bạn quan chỉ muốn có mê riêng conditional clock chẳng đợt bây ở dương can tại bắt chỉ muốn mê riêng để sầm ráp lon bạn đột dưỡng đấy xôm bộ tàu chỉ một nhung nó nóng ở mê riêng conditional clock khang cái số cái tay tay vô mà trên lon bạn đột chỉ riêng rồi nè để cho nên bộ từ ọc nè tàu ca xoay vô làm pi tụm rung rồi conditional clock ở bạn các bạn nó không số conditional clause cứ miền tùm rung if book subject book one tham á subject book oi book oneឬក៏យើងអាចសរសេរបានមករបៀបទៀតមកsubject book one book oi if book subject book oi book one ហើយប្រើនៅក្នុង real in present ឬក៏ future first conditional clause if book oi subject book one tham á subject book oi will can may book oi verb by form ឬក៏យើងអាចសរសេរបាន subject book oi will can may book verb by form book oi if book subject book one ហើយគេប្រើនៅក្នុង possible in present ឬក៏ future ចូលទៅដល់ second conditional clause second conditional clause មានទម្រង់ if បូក subject បូក verb to comma subject would could might បូកឲ្យ verb by form ឬក៏យើងសរសេរមកទម្រង់ទៀតមក subject would could might បូកឲ្យ verb by form បូកឲ្យ if បូក subject បូក verb to ហើយយើងប្រើនៅក្នុង and real in present ឬក៏ future ហើយទម្រង់ចុងក្រោយគឺ third conditional clause ទម្រង់វា if បូកឲ្យ subject បូកឲ្យ had បូក verb 3ហើយផ្ដាច់ដោយសញ្ញាខាងម៉ាមក subject would could might បូក have បូកឲ្យ verb 3ឬក៏ទម្រង់ subject would could might បូក have បូក verb 3បូកឲ្យ if បូក subject បូក had បូក verb 3ហើយយើងប្រើនៅក្នុង and real in past អញ្ចឹងដើម្បីអាចធ្វើលំហាត់ជាមួយនឹង conditional clause នេះបានតើបងប្អូនទាំងអស់គ្នាស្វែងយល់ពីទម្រង់នេះសិនបើអត់ចេះទម្រង់ទេគឺបងប្អូនមិនអាចធ្វើលំហាត់បានទេហើយចំពោះមេរៀននេះគឺគេតែងតែយកមកចេញបាក់ឌុបអញ្ចឹងសង្ឃឹមបងប្អូនទាំងអស់គ្នាចាំទម្រង់នេះឥឡូវសូមបងប្អូនទាំងអស់គ្នាមកធ្វើលំហាត់ជាមួយខ្ញុំបន្ទាប់ពីបងប្អូនបានស្គាល់ពីទម្រង់ conditional clause ហើយឥឡូវយើងសូមមកមើលប្រធានរបស់យើងប្រធានគេឲ្យមក she would fall if she ... on that banana skin ដោយសារយើងឃើញពាក្យ if កន្លែងនេះអញ្ចឹងវាចូលមេរៀនយើង conditional clause ដូច្នេះយើងកំណត់ទម្រង់យើងមកshe នេះជា subject យើងបូកឲ្យ would បូកឲ្យ fall ជា verb by form បាទដោយសារវានៅខាងក្រោយពាក្យ would អញ្ចឹងយើងបានឲ្យ if បូកឲ្យ C នេះជា subject យើងបានកន្លែងនេះ subject ហើយដោយសារយើងឃើញមានទម្រង់ if ទម្រង់ subject បូក would បូក verb by form if បូកឲ្យ subject អញ្ចឹងកន្លែងនេះគឺជា verb to បាទដោយសារចូលក្នុង second conditional clause បើយើងចូលទៅដល់ conditional clause អ្វីដែលយើងបាត់បង់នេះគឺយើងបាត់បង់ verb to បាទអញ្ចឹងកន្លែងដែលបាត់បង់ verb to យើងគឺយើងត្រូវការស្វែងរកនេះអញ្ចឹងយើងមើលចម្លើយ A B C D យើងនេះដោយសារយើងឃើញមានពាក្យ step គ្រប់ចម្លើយទាំងអស់គឺមានពាក្យ step ហ្នឹងគឺជាប្រភេទ regular verb verb 1របស់វាគឺ step មកហើយដល់ពេល verb 2របស់វាគឺយើងថែម ed វាប៉ុន្តែមុននឹងថែមយើងត្រូវដាក់អក្សរ double ចុងក្រោយឲ្យវាដោយសារវាជាប្រភេទគេស័ព្ទមួយជាងអញ្ចឹងនេះគឺជា verb 2ដល់ពេល verb 3វាក៏ដូចជាមួយនឹង verb 2ដែរបាទនេះជា verb 3ឥឡូវយើងមកមើលចម្លើយ A យើងឃើញ step អត់មាន ed អញ្ចឹងគឺវាជា verb 1ហើយចម្លើយ B គឺមាន ed ជា verb 2ចម្លើយ C គឺយើងឃើញមានពាក្យ would យើងបូកជាមួយនឹង verb by form បាទដោយសារក្រោយ would គឺត្រូវ verb by form ហើយពាក្យstep នេះមាន x ក៏នៅតែជា verb 1ដដែលអ្វីដែលយើងត្រូវការគឺជា verb 2ដូច្នេះចម្លើយ A អត់ត្រូវទេវាជា verb 1ចម្លើយ B verb 2យើងត្រូវយើងទុកសិនដល់ពេលចម្លើយ C គឺមាន would មាន verb by form អញ្ចឹងយើងអត់យកទេដល់ពេលចម្លើយ D ជា verb 1យើងលុបដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយ B បាទ verb 2បាទដូច្នេះសម្រាប់មេរៀននេះបងប្អូនទាំងអស់គ្នាត្រូវការចាំទម្រង់ដើម្បីងាយស្រួលក្នុងការកំណត់ធ្វើលំហាត់នេះយ៉ាងងាយស្រួលហើយមេរៀននេះគឺតែងតែប្រឡងបាក់ឌុបជារៀងរាល់ឆ្នាំដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាំទម្រង់ conditional clause យើងបានបាទនៅក្នុងវីដេអូនេះខ្ញុំមានប៉ុណ្្នេះទេសូមអរគុណចំពោះការតាមដានរបស់បងប្អូនទាំងអស់គ្នា